การจำรานปฏิบัติสมาธิគឺជាគុណធម៌ឬជាគុណប្រយោជន៍មួយដែលបុគ្គលគ្រប់រូបធ្វើបានដោយកម្រព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គទ្រង់ត្រាស់ដឹងឡើងនៅក្នុងលោកតែងតែសរសើរនៅគុណានុភាពនិងអានិសង្សនៃការចម្រើនសមាធិព្រះកម្មដ្ឋាននិងវិបស្សនាព្រះកម្មដ្ឋានដោយធម្មបរិយាយមាននៅក្នុងគម្ពីរបត្រៃបិដកនិងក្នុងគម្ពីរព្រះសូត្រផ្សេងៗមានមហាសតិប្បដ្ឋានសូត្រនិងសមាធិសូត្រជាដើមដោយសេចក្តីថាបុគ្គលណានីមួយបានចម្រើនសមាធិព្រះកម្មដ្ឋាននិងប្រកបដោយខន្តីមានអំណត់អត់ធន់ក្នុងការប្រតិបត្តិប្រកបដោយវិរិយៈមានយោនិសោមនសិការៈប្រតិបត្តិដ៏ត្រឹមត្រូវសំបីត្រឹមតែរយៈពេល7ឆ្នាំ6ឆ្នាំ5ឆ្នាំ4ឆ្នាំ3ឆ្នាំឬត្រឹមតែ5ខែ4ខែ3ខែឬប្រតិបត្តិត្រឹមតែរយៈពេល7ថ្ងៃក៏គង់បានសម្រេចមគ្គផលណានីមួយក្នុងពេលបច្ចុប្បន្នដោយពិតប្រាកដមិនខានឡើយឬប្រសិនបើមានបញ្ញខណ្ឌណាមួយនៅសេសសល់នៅឡើយក៏គង់បានសម្រេចត្រឹមសោតាឬអនាគាដោយជាក់លាក់មួយវិញទៀតការប្រតិបត្តិសមថកម្មដ្ឋាននិងវិបស្សនាកម្មដ្ឋានគឺជាផ្លូវមូលតែមួយប្រព្រឹត្តទៅដើម្បីកម្ចាត់បង់នៅសេចក្តីសោកសេចក្តីខ្សឹបខ្សួលដើម្បីរំលត់នៅសេចក្តីទុក្ខនិងទោមនស្សព្រមទាំងដើម្បីឃើញច្បាស់នៅសភាវធម៌ទាំងឡាយទៅតាមសេចក្តីពិតគឺការកើតឡើងនិងការពិនិត្យទៅនៃរូបវេទនាសញ្ញាសង្ខារនិងវិញ្ញាណនិងដើម្បីធ្វើឲ្យបានសម្រេចនៅញយធម៌ជាផ្លូវដ៏បរិសុទ្ធនៃសពសត្វទាំងឡាយដើម្បីធ្វើដំណើរឆ្ពោះទៅកាន់សួគ៌និងព្រះនិព្វានជាអវសាននៃជាតិម្យ៉ាងវិញទៀតបើអន្ទោលវិលវល់កើតក្នុងត្រៃភពរមែងបានជាទីស្រឡាញ់ពេញចិត្តនៃទេវតានិងមនុស្សទាំងឡាយរមែងជាអ្នកមិនមានពីវេរីច្រើនរមែងជាអ្នកមិនមានទោសៈច្រើនរមែងជាអ្នកមិនវង្វេងស្មារតីក្នុងពេលដែលទៀបស្លាប់ក្រោយពេលជោគតិចិត្តមកដល់រមែងទៅកើតក្នុងសុគតិសួគ៌ទេវលោកដោយពិតប្រាកដ